សត្វស្វាឡូចំនួន 250,000 ក្បាលកំពុងរស់នៅក្នុងរូងភ្នំមួយដែលមានកម្ពស់ស្មើនឹងអគារ16ជាន់ជញ្ជាំងរូងភ្នំទាំង4គឺជាផ្ទះដ៏ល្អឥតខ្ចោះប៉ុន្តែស្រះទឹកដ៏ឡកកកនៅផ្នែកខាងក្រោមរូងភ្នំវិញគឺជាទីជ្រៅមរណៈដ៏គួរឲ្យភ័យខ្លាចនៅក្នុងជួរភ្នំតានីនថៃយីដែលគ្របដណ្ដប់ដោយរុក្ខជាតិយ៉ាងក្រាស់ឃ្មឹកកិច្ចប្រជុំដ៏ធំមួយកំពុងប្រព្រឹត្តទៅក្រោមការច្រោះឥតឈប់ឈរនៃទឹកភ្លៀងយ៉ាងជោគជាំនៅលើកំពូលភ្នំថ្មក្រានីតមួយចំនួនបានបង្កើតជារូងភ្នំដ៏ជ្រៅបំផុតរូងភ្នំថាំឡតនៅចំពោះមុខយើងនេះអាចផ្ទុកអគារកម្ពស់16ជាន់បានយ៉ាងងាយលំហដ៏ធំទូលាយបែបនេះជារៀងរាល់ឆ្នាំនៅពេលរដូវបន្តពូជរបស់សត្វស្វាឡូមកដល់តែងតែតាក់ទាញគូស្វាមីភរិយាសត្វស្វាឡូយ៉ាងច្រើនឲ្យមកធ្វើសម្បុកនិងពូមនៅលើជញ្ជាំងថ្មដ៏រដុបនៅគ្រាដែលមានសត្វច្រើនបំផុតរូងភ្នំដ៏ធំនេះអាចផ្ទុកសត្វស្វាឡូបានរហូតដល់ជាង 250,000 ក្បាលទោះជាយ៉ាងណាក៏ដោយនៅពេលដែលមានសត្វស្វាឡូមកធ្វើសម្បុកកាន់តែច្រើនសូម្បីតែជំរੂកដ៏ធំទូលាយបែបនេះក៏មានថ្ងៃដែលវាពេញហៀបដែរឥឡូវនេះស្ទើរតែគ្រប់ប្រហោងថ្មទាំងអស់ត្រូវបានកាន់កាប់ដោយពួកវាហើយអ្នកដែលមកក្រោយមួយចំនួនដើម្បីកុំឲ្យបាត់បង់ឱកាសបន្តពូជក្នុងឆ្នាំនេះក៏ចាប់ផ្ដើមវីតប់គ្នាជាមួយដៃគូប្រកួតដើម្បីដណ្ដើមទីតាំងក្នុងអំឡុងពេលនៃការវីតប់គ្នាដើម្បីដណ្ដើមដែនដីតែងតែមានសមាជិកខ្លះផ្លាត់ជើងធ្លាក់ចូលទៅក្នុងស្រះទឹកដ៏ឡកកកនៅខាងក្រោមនៅពេលដែលស្លាប់សើមជួសត្វស្វាឡូដែលធ្លាក់ចូលក្នុងទឹកនឹងពិបាកក្នុងការហោះឡើងវិញជាខ្លាំងហើយចំណុចនេះបានផ្ដល់ឱកាសឲ្យអ្នកប្រមាញ់ដែលលាក់ខ្លួននៅក្រោមទឹកបានស៊ីចំណីយ៉ាងឆ្ងាញ់ពិសាប្រសិនបើវានៅស្ងៀមសត្វស្វាឡូដែលជាប់អន្ទាក់ប្រហែលជាមិនងាយត្រូវបានរកឃើញដោយអ្នកប្រមាញ់ឡើយប៉ុន្តែសម្រាប់សត្វស្វាឡូក្បាលនេះចំណង់ចង់រស់រានមានជីវិតរបស់វាខ្លាំងក្លាណាស់ចលនារបស់វាបានតាក់ទាញគ្រោះថ្នាក់មកដល់ខ្លួនយ៉ាងលឿនត្រីឆ្ពិនយក្សនិងត្រីអណ្ដែងដែលលាក់ខ្លួនក្នុងទឹកតែងតែឆ្លៀតឱកាសក្នុងរដូវកាលនេះដើម្បីស៊ីឲ្យឆ្អែតបាយពួកវានឹងមិនលីងលះចំណីណាដែលគួរឲ្យសង្ស័យឡើយដូច្នេះហើយកាលណាធ្លាក់ចូលក្នុងទឹកសត្វស្វាឡូពិបាកនឹងមានឱកាសរត់គេចខ្លួនជាលើកទី2ណាស់មិនយូរប៉ុន្មានមានសត្វស្វាឡូ2ក្បាលទៀតបានធ្លាក់ទឹកដោយសារតែការវីតប់គ្នាក្នុងចំណោមនោះមួយក្បាលត្រូវបានហ្វូងត្រីស៊ីយ៉ាងលឿនចំណែកឯមួយក្បាលទៀតនៅមានសំណាងនៅឡើយប៉ុន្តែគ្រាន់តែមួយសម្ពុះក្រោយមកវាក៏ត្រូវបានហ្វូងត្រីតាមសម្លឹងមើលដែរជាសំណាងល្អក្នុងកាលៈទេសៈមិនគួរឲ្យជឿវាក៏ទទួលបានឱកាសរត់គេចខ្លួនជាលើកទី2ប៉ុន្តែនៅពេលដែលអ្នកប្រមាញ់ដែលរកឃើញវាមានកាន់តែច្រើនស្ថានភាពរបស់វាកាន់តែមានគ្រោះថ្នាក់ប្រឈមមុខនឹងការវាយប្រហារពីសត្រូវសត្វស្វាឡូនេះចាប់ផ្ដើមឬបំបះយ៉ាងអស់ពីកម្លាំងដើម្បីគេចពីការតាមប្រមាញ់ដោយសារតែឥឡូវនេះស្លាបរបស់វាសើមជក់អស់ទៅហើយទោះបីជាវាខំវាស្លាប់យ៉ាងណាក៏ដោយក៏ពិបាកនឹងហោះឡើងក្រៅវិញដែរពេលនេះវាមានតែខំប្រឹងហែលទុករកច្រាំងឲ្យអស់ពីសមត្ថភាពហើយនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បំផុតនោះសត្វស្វាឡូដែលធ្លាក់ក្នុងស្រះទឹកក៏បានឡើងមកដល់លើគូកដ៏ជោគជ័យគ្រោះថ្នាក់បានត្រូវបានដោះស្រាយជាបណ្ដោះអាសន្នឥឡូវនេះវាគ្រាន់តែត្រូវរួមចាប់ដោយអស់អន្ធំលើកដីដើម្បីឲ្យស្លាបស្ងួតឡើងវិញទើបវាអាចចូលរួមក្នុងកិច្ចការបន្តពូជម្ដងទៀតសម្រាប់សត្វស្វាឡូដែលមកបន្តពូជទីនេះទោះបីជាមានគ្រោះថ្នាក់ដល់ជីវិតនៅខាងក្រោមក៏ដោយប៉ុន្តែដើម្បីជំរុញដែលអាចការពារខ្យល់និងភ្លៀងបានការប្រពុះប្រតាំងពិតជាមានតម្លៃជាចុងក្រោយពួកវាភាគច្រើនអាចបញ្ចប់ភារកិច្ចបន្តពូជបានយ៉ាងរលូនមានតែផ្នែកទូចនៃសត្វស្វាឡូប៉ុណ្ណោះដែលបានបួសជាជីវិតទៅក្នុងរូងភ្នំដ៏ធំសម្បើមនេះសូមអរគុណ